សួស្តីបងប្អូនគ្នាថ្ងៃនេះខ្ញុំលើកមកពីបន្លែដែលគេដាក់សារធាតុគីមីមួយចំនួនដែលធ្វើប៉ះពាល់សុខភាពនេះខ្ញុំមានរូបភាពមួយចំនួនដូចជាស្ពៃជ្រក់ខ្ញីហើយនិងបន្លែស្លូកកោបន្លែហ្នឹងគឺឃើញគាត់ពណ៌សហើយឬក៏ពណ៌ដែលពណ៌ស្រស់យូរស្រស់ហើយមានដូចជានឹងបន្លែមួយចំនួនទៀតដូចជាស្ដេចឡុកជាដើមហើយខ្ញីដូងខ្ចីដែលគេចិត្តសបកហើយគេជ្រក់ហ្នឹងទៅគឺវាពណ៌សល្អអញ្ចឹងបងប្អូនឃើញពណ៌ដែលស្រស់សហើយនឹងស្រស់ហ្នឹងស្អាតហ្នឹងគឺគេដាក់សារធាតុគីមីម្យ៉ាងឈ្មោះថា hydrosulfide គឺសារធាតុគីមីដែលរក្សាពណ៌ឲ្យសហើយនៅស្រស់ល្អអញ្ចឹងមានដូចជាស្លឹកគ្រៃដែលយើងហាន់ហ្នឹងគេដាក់ដែរហើយស្ដេចឡុកហើយបាទវិញខ្ញីហាន់ដូងខ្ចីស្ករត្នោតហ្នឹងក៏គេដាក់ដែរដើម្បីសឆាប់សហើយត្រពាំងបន្លែត្រពាំងដែលយើងចិត្តហ្នឹងក៏គេដាក់ដែរហើយដូចទុរេនហ្នឹងដើម្បីរក្សាឲ្យមានសបកនៅខៀវល្អក៏គេដាក់ដែរគេដាក់សារធាតុគីមីគឺ hydrosulfide ហ្នឹងដូចនេះសូមបងប្អូនឃើញពណ៌សកុំទិញយកមកស្លដើម្បីបរិភោគវិញអញ្ចឹងរាល់ដែលអាហារឬក៏បន្លែដែលគេដាក់សារធាតុគីមីហ្នឹងវាអាចឲ្យប៉ះពាល់ដល់សុខភាពឯខ្លះទីមួយតកតងជាមួយនឹងបើអ្នកខ្លះគាត់ allergy ហ្នឹងវាធ្វើឲ្យចេញលមាស់ចេញអីហ្នឹងឬក៏គេហៅមួយទៀតវាអាចឲ្យហើមមកកងវ៉ាត់ហើមហើយតកតងជាមួយ allergy ហ្នឹងគេអាចធ្វើឲ្យភ្នែកមានការជិះចាប់ឬក៏លាកភ្នែកធ្ងន់ធ្ងរហើយតកតងស្បែកហ្នឹងវាធ្វើឲ្យខ្ទួលលមាស់ហ្នឹងខ្ទួលលមាស់ហើយនឹងអាចនឹងលាកជាដើមបើយើងប៉ះពាល់ឬក៏យើងបរិភោគទៅវាអាចនឹងចេញចឹងលាកចំពោះកហើយសួតនឹងអាចធ្វើឲ្យហើមសួតជាដើមអញ្ចឹងមួយទៀតតកតងមួយពេលយើងញ៉ាំចូលច្រើនញ៉ាំចូលទៅធ្វើឲ្យលាកកាពះលាកពោះវៀនដបៅមាត់លាកក្អួតជាដើមហ្នឹងគេហៅដូចជាពុលចំណីចឹងអញ្ចឹងអាសារធាតុគីមីហ្នឹងគឺធ្វើឲ្យមួយទៀតយើងអាចឲ្យឈឺក្បាលហើយនឹងអាចនឹងបង្កាច់ទៀតពេលណាយើងញ៉ាំអាសារធាតុគីមីហ្នឹងចូលទៅអញ្ចឹងបើយើងប្រើរយៈពេលយូរយើងប្រើរយៈពេលយូរអាចទៅជា allergy ហើយអាចវិវត្តទៅជា hurt ណាអញ្ចឹងធ្វើឲ្យយើង hurt អត់ដឹងខ្លួនទេយើងអាចកើតជា hurt យើងអញ្ចឹងយើងកុំឲ្យញ៉ាំដែរហើយតកតងជាមួយនឹងជំងឺសើស្បែកធ្ងន់ធ្ងរដែរហើយជំងឺដបៅកាពះឬក៏ពោះវៀនហ្នឹងវាធ្វើឲ្យលាកណាហើយអាចលាកកាពះពោះវៀនធ្វើឲ្យដបៅជាដើមហើយនឹងអាចនឹងឲ្យស្លាប់ដែរបើយើងញ៉ាំយូរច្រើនយើងញ៉ាំទៅធ្វើឲ្យយើងសុខភាពវាដុនដាបអត់ទៅខ្លាំងទៅអញ្ចឹងបើបងប្អូនទៅផ្សារទិញបន្លែដែលឃើញនៅស្រស់ឬក៏សល្អហ្នឹងសូមបងប្អូនកុំទិញយកមកស្លបរិភោគអីបើបងប្អូនមានអាការៈញ៉ាំអាហារនឹងមានអាការៈដូចខ្ញុំរៀបរាប់ខាងលើសូមបងប្អូនពេលញ៉ាំទៅជួបនឹងជាដិតដើម្បីឲ្យជាដិតព្យាបាលឲ្យតន់ពេលវេលាសូមអរគុណ